នៅក្នុងទីរួមខេត្តបាត់ដំបងរូបសំណាកមួយដែលមានកម្ពស់ 6.5 ម៉ែត្រស្ថិតនៅចំណុចផ្លូវបំបែករង្វង់មួយឆ្ពោះទៅកាន់រាជធានីភ្នំពេញនិងខេត្តតាបន្ទាយមានជ័យត្រូវបានគេស្គាល់ថាជាលោកតាដំបងក្រញូងរូបសំណាកនេះត្រូវបានសាងសង់ដំបូងក្នុងសម័យសង្គមរាស្ត្រនិយមដែលមានទំហំតូចជាងសពថ្ងៃហើយត្រូវបានកសាងឡើងវិញក្នុងឆ្នាំ1999សម្រាប់ជាទីគោរពសក្ការៈចិត្តពីតាមជំនឿរបស់អ្នកស្រុកនិងត្រូវបានគេជឿថាមានបារមីបំផុតលើជំនឿសាសនាពិសេសការបន់ស្រន់នានាជារៀងរាល់ថ្ងៃឧបសគ្គសិលនិងថ្ងៃបុណ្យទានធំៗម្ដងគេសង្កេតឃើញមានមនុស្សច្រើនកកមកធ្វើការបន់ស្រន់និងប្រារព្ធពិធីសាសនាផ្សេងៗមានរឿងដំណើរមួយតាក់ទងនឹងប្រវត្តិរបស់លោកតាដំបងក្រញូងកាលដើមឡើយជារាជសាមញ្ញម្នាក់ប្រកបរបរចូលព្រៃកាប់ផ្ដៅធ្វើតកទូថ្ងៃមួយលោកបានសម្លឹងទៅឃើញដើមរកាខ្មៅមួយដើមរួចក៏មានចិត្តចង់កាប់ដើមរកានោះមកធ្វើជាដំបងមួយហើយជាដំបងក្រញូងខ្មៅមួយមានមហិរខ្លាំងក្លាបរិនេះបានកាប់យកដើមក្រញូងមកធ្វើជាដំបងការពារខ្លួនផ្ទាល់ជាហេតុនាំឲ្យគេទាំងឡាយគ្រប់គ្នាហៅបរិនោះថាដំបងក្រញូងចាប់ពីពេលនោះមកដំបងក្រញូងមានចិត្តចង់ក្បិតដណ្ដើមរាជពួកអាមាត្យលោកបានដំណឹងនេះហើយក៏ប្រញាប់ប្រញាល់នាំព័ត៌មាននេះទៅក្រាបបង្គំទូលស្តេចស្ដេចក៏បានបញ្ជាឲ្យកងកម្លាំងទាហានទៅបង្ក្រាបដំបងក្រញូងប៉ុន្តែទ័ពទាំងអស់នោះពុំអាចយកជ័យជំនះលើដំបងក្រញូងបានសោះមិនតែប៉ុណ្ណោះកងទាហានទាំងឡាយបាននាំគ្នាចុះចូលបម្រើការងារជាមួយនឹងដំបងក្រញូងគ្មានសល់ឡើយមហាក្សត្រទ្រង់ពិបាកព្រះទ័យខ្លាំងពេកក៏ប្រឈួនពុំមានគ្រូពេទ្យណាអាចថ្វាយការព្យាបាលសោះទ្រង់សគត់ក្នុងព្រះជន្ម49វស្សាបន្ទាប់ពីគ្រងរាជ្យបាន29ឆ្នាំប៉ុណ្ណោះក្នុងខែពិសាខ1001បន្ទាប់ពីទទួលព័ត៌មានថាព្រះបាទចក្រពត្តិរាជបានសគត់ហើយនោះដំបងក្រញូងដែលជាកូនរាជសម័យសុទ្ធសាធបានលើកកងកម្លាំងចូលក្នុងព្រះបរមរាជវាំងហើយទទួលការអភិសេកឡើងគ្រងរាជ្យជាក្សត្រទី16ទ្រង់មានព្រះនាមជាកូនអមរទេវរាជសត្វថ្មីនេះបានចេញបញ្ជាឲ្យគេរកតាមចាប់រាជវង្សអតីតក្សត្រមកពីឃាតដោយដុតទាំងរស់នៅពេលនោះព្រះរាជបុត្រព្រះអង្គម្ចាស់ចក្រពង្គក៏បានគេចខ្លួនចេញពីទីក្រុងព្រះមនីបុត្រាទី2គឺព្រះសិរីកុមារដែលមានព្រះជន្ម5ឆ្នាំត្រូវបានមេដោះនាំរត់ទៅនៅជាមួយអ្នកស្រុកក៏ប៉ុន្តែដោយពុំព្រមស្រាតខ្លួនទៅទេដោយកូនអ្នកស្រុកនោះនាំឲ្យពួកទាហានស្គាល់រួចក៏ត្រូវទាហានចាប់យកទៅដុតសម្លាប់ទាំងរស់តែដល់ពេលរសៀលមានទាហានមិនស្គាល់ឈ្មោះម្នាក់បានឆក់យកទៅគ្របវត្តចោលនៅក្នុងព្រៃទៅតមកមានព្រះសង្ឃមួយអង្គបានជួបប្រទះកុមារនេះហើយក៏រើយកទៅចិញ្ចឹមដោយដៃជើងនៅខ្វិនខ្វងមិនអាចដើរបានហើយបានត្រឹមតែរំកិលនោះទៅគេគ្រប់គ្នាហៅកុមារនោះថាព្រំកិលឯអ្នកខ្លះទៀតហៅថាពញាក្រែកកាលនោះចៅព្រមកិលបានធ្វើដំណើរដោយរំកិលមកលេងនៅក្នុងបុណ្យនោះដែរតែដល់ហត់ពេកទ័ពបានសម្រាកនៅពាក់កណ្ដាលផ្លូវក្រោមដើមឈើមួយពេលនោះទេវតាក៏បាននិមិត្តជាការចាស់ស្លៀកពាក់សជាសេះសហស្ពាយបង្វិចពីយុគមកផ្លើតចៅព្រមកិលហើយក៏រលាយខ្លួនបាត់ដោយចុងសេះនិងជើងចៅព្រមកិលសេះនោះក៏បានអូសចៅព្រមកិលធ្វើឲ្យជើងដៃក្នឹងខ្មងនោះបានប្រលាត្រង់ដោយឃើញស័ក្តិសិទ្ធិដូច្នេះចៅព្រមកិលក៏បានយកខ្សែសេះមកចងនៅដៃតរលាត្រង់ដូចមនុស្សធម្មតាហើយក៏លាបមិនឃើញសុទ្ធតែមហុំអាហារសួរក៏ហូបឆ្អែតរួចក៏លាបវិចមួយទៀតឃើញសម្លៀកបំពាក់សួរហើយក៏យកមកស្លៀកពាក់បន្ទាប់មកឡើងជិះសេះសហាសេះនោះក៏ហោះសម្ដៅទៅកន្លែងប្រារព្ធពិធីបុណ្យដោយហោះឆ្វែពណ៌សីមា3ជុំពេលនោះការដំបងក្រញូងក៏បានក្រវែងដំបងស័ក្តិសិទ្ធិគប់អ្នកមានបុណ្យតែមិនដូចប្រាថ្នាឡើយដំបងនោះក៏បានធ្លាក់ចូលព្រៃបាត់ទៅ